bà dương thì ông Real Madrid bà Real Madrid có chia miên trồng ngao tẹt tông trồng mùi nâng lục AB Lô Á bà AB Lô Á bà xem ép cốt cứ bờ đỏ son thế nào Real Madrid bà cứ bờ đỏ son để đối Carrick chẳng bà cốt ban đắc nóm bà cốt cùng pung tại đắc nóm Real Madrid B bà bàn tay để xa tay bẩn toán Real Madrid bên chọc ca nghi rồi bỏ là dọn số tới có cốt vô một đắc nóm đôi ca đá bà lô Zinedine Zidane đắc nóm Real Madrid B lại một can đắc nóm Real Madrid chẳng bố bờ đỏ son để trong cái cứ bình sậtแต่ต้องจมวยนึงเรื่องราวរបស់ Real Madrid នេះប្រិមិត្តប្រកាសជាមានចម្ងល់បន្ថែមទៀតតាក់ទងជាមួយនឹងលោក Jurgen Klopp ប៉ុន្តែសម្រាប់លោក Jurgen Klopp គាត់បានបង្ហើបទៅលើបានបង្ហាញមិនបង្ហើបទេគឺគាត់បានបាទរៀបរាប់នៅលើបណ្ដាញសារព័ត៌មានរួចហើយថាអត់មានការតាក់ទងមកគាត់នោះទេហើយគ្រាន់ថាសម្រាប់គាត់បើសិនជា Real Madrid តាក់ទងមកគាត់ក៏គាត់មិនឆ្លើយថាទេដែរហើយក៏មិនឆ្លើយថាទៅដែរបាទតែគាត់បញ្ជាក់ថាអត់មានព័ត៌មានដែលគេតាក់ទងមកគាត់នោះទេបាទអញ្ចឹងណានេះគឺសម្រាប់លោកបាទ Jurgen Klopp បានបង្ចេញព័ត៌មាននេះរួចរាល់ហើយអញ្ចឹងសួរថាតើគ្រូមួយរូបណាបាទដែលអាចនឹងទៅដឹកនាំជាមួយនឹងបាទ Real Madrid បន្ទាប់បាទក្នុងនោះផងដែរអាចនឹងមានលោក Glasner បាទដែលចុងក្រោយនេះគឺអត់សូវសប្បាយចិត្តជាមួយនឹង Crystal Palace ទេបាទហើយសម្រាប់គាត់ក៏មានបទពិសោធន៍ច្រើនគួរសមផងដែរបើអញ្ចឹងយើងអត់ទាន់ដឹងថា Real Madrid នឹងសម្រេចចិត្តយក manager ណាបន្ថែមទៀតណាហើយប្រិមិត្តក៏ដឹងដែរឥឡូវបច្ចុប្បន្នគឺចាប់ផ្ដើមឈានចូលដល់ manager ក្មេងៗជំនាន់ក្រោយហើយបាទដូចជាលោក Jose Mourinho លោក Ancelotti បាទលោក Jurgen Klopp អីគឺចាប់ផ្ដើមបាទជ្រុះទៅបដាហើយបាទពេលខ្លះគាត់មិនមែនជ្រុះទៅណាទេគឺគាត់ដល់ពេលវេលាដែលគាត់ត្រូវសម្រាកហើយបាទដូចលោក Jurgen Klopp បានលើកឡើងអញ្ចឹងថាក្រុមការដឹកនាំ Liverpool រយៈពេលប្រហែលឆ្នាំគឺគាត់អត់ដែលបានដើរកំសាន្តជាមួយនឹងក្រុមគ្រួសារក៏អត់ដែលបានរីករាយជាមួយនឹងក្រុមគ្រួសារទៅដើរលេងណានោះទេបាទអញ្ចឹងសម្រាប់ Real Madrid ក្នុងការបាទដោយតំណែងបាទ manager បដិសន្នទៅលោកបាទ Ari Boloa នេះគឺបានត្រឹមតែបដិសន្នទេប្រិមិត្តបាទអញ្ចឹងប្រិមិត្តសួរថាតើគាត់អាចនឹងពេញសិទ្ធិដែរទេគាត់ដឹកនាំមិនដែរបាទនឹងគឺគ្រាន់តែចេះថាបដិសន្នបាទបានប៉ុណ្ណាយកប៉ុណ្ណឹងបាទនិយាយថាបានប៉ុណ្ណាគឺយកប៉ុណ្ណឹងបាទតែសម្រាប់ Real Madrid បច្ចុប្បន្នកំពុងតែមានរឿងរ៉ាវច្រើនពាក់ទៅមួយកីឡាករជាពិសេសគឺ Vinicius តែម្ដងឥឡូវនេះសម្រាប់លោកបាទ Florentino Perez កំពុងតែបាទព្យាយាមបញ្ចូលទៅលើ Vinicius ហើយព្រោះថា Vinicius នេះគឺអត់ចង់នៅប្រទេសអេស្ប៉ាញទេប្រិមិត្តបាទគាត់អត់ចង់នៅប្រទេសអេស្ប៉ាញទេព្រោះតែបាទពោពេញទៅដោយបាទការរើសអើងបាទហើយការប្រកួតចុងក្រោយរបស់គាត់ក៏ត្រូវបាន fan ខ្លួនឯងបាទមានការហូរចំអកបាទទៅលើ Vinicius ទៀតដោយសារតែគាត់អត់អាចរកគ្រាប់បាល់បានអត់អាចធ្វើអ្វីបានល្អជាមួយនឹងក្រុមអញ្ចឹងណាបាទចំណុចនេះហើយដែលធ្វើឲ្យបាទសម្រាប់ Vinicius នេះមើលទៅប្រហែលជាត្រូវការសម្រេចចិត្តចុងក្រោយប៉ុន្តែគ្រាន់ថាលោក Florentino Perez ជាមួយនឹង Real Madrid ហ្នឹងគឺសង្ឃឹមយ៉ាងមុតមមថា Vinicius នឹងនៅបន្តជាមួយនឹង Real បាទអញ្ចឹងសម្រាប់រឿងរ៉ាវ Real យើងបូកជាមួយនឹងរឿងរបស់លោក Alonso បាទសម្រាប់លោក Alonso អត់មានអីទេប្រិមិត្តបាទតាក់ទងចុងក្រោយគឺ Kylian Mbappe បានបញ្ជាក់ថាសម្រាប់គាត់ជាមួយនឹង Alonso អត់មានបញ្ហាអីទេបាទហើយលោក Xabi Alonso បាទគឺធ្វើបានល្អមែនទែនបាទគាត់បានដឹកនាំក្រុមបានយ៉ាងល្អបាទការបញ្ចប់មុខងាររបស់គាត់នេះគឺពាក្យសម្ដីរបស់ Mbappe ថាការបញ្ចប់មុខងាររបស់គាត់ហ្នឹងគឺមិនទាន់ចប់រដូវកាលនៅឡើយទេអញ្ចឹងមិនដឹងថាគាត់ជោគជ័យឬក៏មិនជោគជ័យបាទគាត់ទើបតែបាត់បង់ពានមួយបាទអញ្ចឹងណាបាទតែយ៉ាងណាមិញគឺសម្រាប់លោក Alonso ប្រិមិត្តបាទអត់បញ្ហាទេមានក្លឹបជាច្រើនកំពុងតែចែចង់គាត់បាទហើយសម្រាប់ Liverpool មើលទៅប្រហែលជាអាចនឹងជំរើសបាទហេតុអីប្រិមិត្តក៏ព្រោះតែមកដល់ពេលនេះលោក Ancelotti បានកំពុងតែដឹកនាំ Liverpool នឹងគឺកំពុងតែរោករាក់មែនតែនបាទរោករាក់មែនតែនអញ្ចឹងសម្រាប់លោក Xabi Alonso អត់មានអីបញ្ហាទេហើយខ្ញុំអាចលើកឡើងជូនប្រិមិត្តវិញថា Alonso ដឹកនាំ Real Madrid គឺឈ្នះច្រើនជាងចាញ់បាទអត្រាមានរហូតដល់ 70% ឯនោះនៅក្នុងការដឹកនាំ Real Madrid នៅក្នុងការទទួលជ័យជំនះបាទហើយការរបូតពានមួយនេះបាទក៏ពានមិនជាធំណាស់ណាដែរបាទពាននេះគឺមានតែ4ក្រុមទេលេងហើយចុះហេតុអីក៏បាច់ដល់ថ្នាក់ពេលគ្រាន់តែបាត់បង់មកពានបញ្ចប់ការងារគាត់ភ្លាមបាទនឹងមើលទៅការសម្រេចចិត្តរបស់ក្លឹបហាក់បីដូចជាលឿនពេកអញ្ចឹងណាបាទប៉ុន្តែយ៉ាងណាមិញគឺយោងតាមព័ត៌មានបានបញ្ជាក់ឲ្យថាសម្រាប់គាត់គឺមានបញ្ហាមួយកីឡាករមួយចំនួនដែលគាត់បាទដែលកីឡាករមួយចំនួនហ្នឹងគឺអត់សូវបាទសប្បាយចិត្តមួយគាត់បាទតែប៉ុណ្្នឹងទេបាទអញ្ចឹងប្រហែលជាក្លឹបឬក៏ដូចជាលោក Florentino Perez គិតថាប្រហែលជាអត់អាចទុកគាត់បានទេបើសិនជាកីឡាករគោវាអាចធ្វើឲ្យក្លឹបហ្នឹងកាន់តែ
បាទចៅក្រាក់ជាងនឹងបាទអញ្ចឹងហើយដែលលោក Florentino Perez ក៏ដូចជាថ្នាក់ដឹកនាំរបស់ Real Madrid គឺសម្រេចនៅក្នុងការបញ្ចប់ការងាររបស់លោក Xabi Alonso បាទប៉ុន្តែសម្រាប់ខ្ញុំគិតថាការដែលលឿនពេកបែបនេះបាទព្រោះគាត់ដឹកនាំហើយឆ្នាំនេះដឹកនាំឈ្នះបាសេទៀតបាទតើចាញ់ម្ដងចាញ់អស់ពៀនបាទតែយ៉ាងណាមិញគឺបាទខ្ញុំគិតថាវាដូចជាលឿនពេកបាទលឿនពេកបាទ